បាតុរតេសនិកជនជាទីមេត្រីផ្ដើមទៅនឹងខ្លឹមសារព័ត៌មានសំខាន់ដំបូងនៅពេលនេះយើងផ្ដោតទៅនឹងកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃដែលហៅកាត់ថា GBC បានចាប់ផ្ដើមដំណើរការនៃកិច្ចប្រជុំនៅវេលាម៉ោង 16:30 នាទីល្ងាចនេះបានថាម៉ោង 4:30 នាទីនៅច្រកអន្តរជាតិព្រំផាកាតខេត្តបៃលិននៃប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរីនៃប្រទេសថៃនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរធ្វើការពិភាក្សាទៅលើខ្លឹមសារនិងផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ខាងមុខនេះដើម្បីជំរុញឲ្យមានការបញ្ឈប់នៅអរិភាពនិងស្វែងរកនៅដំណោះស្រាយដើម្បីឲ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រកបភាពឡើងវិញកិច្ចប្រជុំនេះគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍តូញ៉ែមបូរ៉ាបាទគឺឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនដែលជាប្រធានក្រុមលេខាធិការ GBC កម្ពុជានិងគណៈប្រតិភូលេខាធិការរបស់ថៃដឹកនាំដោយនាយឧត្តមសេនីយ៍ណាត់ថាផុងប្រាកែវដែលជាប្រធានក្រុមលេខាធិការ GBC ថៃនោះអ្នកនាំពាក្យក្រសួងការពារជាតិក៏បានគូបញ្ជាក់ដែរថាកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT របស់កម្ពុជានិងថៃផងដែរហើយក៏សូមជម្រាបជូនផងដែរថាកិច្ចប្រជុំនេះធ្វើឡើងស្របតាមស្មារតីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីអំឡុងថ្ងៃទី22ខែធ្នូឆ្នាំ2025កន្លងមកនេះហើយកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញនៅសេចក្តីប្រកាសរបស់ប្រធានអាស៊ានស្តីពីលទ្ធផលនៃកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីទាំងអស់ដែលកំណត់នៅបរិយាកាសសម្រាប់បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធានាបាននៅបទជបាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌព្រមទាំងការបដិញ្ញាចិត្តដោយស្មោះត្រង់ចំពោះមាគ៌ានៃការកាត់បន្ថយភាពតានតឹងនិងការកសាងទំនុកចិត្តនិងការស្វែងរកសន្តិភាពជារកាលនោះទូរទស្សនិកជនគិតមកដល់រសៀលថ្ងៃទី24ខែធ្នូឆ្នាំ2025នេះយោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកម្រមិនរើសទីតាំងដោយប្រើប្រាស់យន្តហោះចម្បាំងអាវុធធុនធ្ងន់គ្រប់ប្រភេទទង្វើនេះបញ្ជាក់យ៉ាងច្បាស់អំពីអំពើបទល្មើសនៃការឈ្លានពានរបស់ថៃមកលើកម្ពុជាជាឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ដូចជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះគឺជាការលើកឡើងពីលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបានបញ្ជាក់អំពីស្ថានភាពនៅយុទ្ធភូមិភាគ4និងយុទ្ធភូមិភាគ5យុទ្ធថៃបានបន្តធ្វើសកម្មភាពដោយប្រើប្រាស់សពាវុធធុនធ្ងន់គ្រប់ប្រភេទនិងយន្តហោះចម្បាំងបានចូលក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យសៀមរាបខេត្តព្រះវិហារខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងដោយយោធាថៃបានបាញ់ផ្លោងគ្រាប់ចូលតំបន់ស៊ីវិលកម្ពុជានៅក្នុងភូមិឃុំជាច្រើនបណ្ដាលឲ្យពលរដ្ឋចំនួន2នាក់បានរងរបួសធ្ងន់ក្នុងនោះមានម្នាក់ជាកុមារម្នាក់ផងដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចាត់ទុកសកម្មភាពឈ្លានពានរបស់យោធាថៃនេះជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅនិងជាការរំលោភបំពានអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុតស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារក្នុងគោលដៅឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី23ខែធ្នូចាប់ពីវេលាម៉ោង 17:00 នាទីរហូតដល់ម៉ោង 12 រំលងអាត្រាតយោធាថៃបានបន្តធ្វើសកម្មភាពបាញ់ផ្លោងកំភ្លើងដោយប្រើប្រាស់កំភ្លើងធំដ្រូនបាញ់ផ្សែងពុលជាច្រើនចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារគោល8និងភូមិសាស្ត្រភ្នំត្រងោលចាប់ពីវេលាម៉ោង 17:00 នាទីរហូតដល់ម៉ោង 19:00 នាទីល្ងាចយោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់កំភ្លើងធំនិងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់និងជប់កគី
ចាប់ពីវេលាម៉ោង 18:00 នាទីយោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្ត្រគោល8ភ្នំត្រងោលតាសឹមប្រាសាទព្រះវិហារតាថាវរហូតដល់វេលាម៉ោង 9:15 នាទីយប់ចូលមកដល់ថ្ងៃទី 24 ខែធ្នូឆ្នាំ 2025 នៅវេលាម៉ោង 12 រំលងអាត្រៀតយោធាថៃនៅបន្តបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង 7:00 នាទីព្រឹកនេះយោធាថៃបានបន្តបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារចាប់ពីវេលាម៉ោង 7:15 នាទីរហូតដល់ម៉ោង 8:00 នាទីព្រឹកយោធាថៃបានធ្វើសកម្មភាពវាយសន្ធាប់យ៉ាងខ្លាំងដោយប្រើប្រាស់កាំភ្លើងធំនិងដ្រូនអត្តឃាតនៅក្នុងភូមិសាស្ត្រច័ន្ទក្រហមនិងប្រាសាទព្រះវិហារបាទប្រិមត្តទីមត្រីអ្វីដែលចង់ជម្រាបជូនបន្ថែមទៀតបាទគឺថាបងប្អូនភៀសសឹកស្ថិតនៅក្នុងវត្តច័ន្ទស៊ីនៅក្នុងស្រុកអូជ្រៅនៃខេត្តបន្ទាយមានជ័យដែលបានជន្លៀសបាទមកនៅទីតាំងនេះហើយនៅសម្រាប់នៅក្នុងថ្ងៃទី24ខែធ្នូនេះដែរពួកគាត់បាទក៏បានបង្ហាញពីភាពភ័យខ្លាចយ៉ាងខ្លាំងដោយសារតែក្របនឹងធ្លាក់ចិត្តទីតាំងជំរុំហើយបានចលៀសចេញតាមមកភ្លាមតាមមកកាន់ទីតាំងសុវត្ថិភាពថ្មីនៅក្នុងស្រុកនិតព្រះនៅខេត្តបន្ទាយមានជ័យនេះដូចមើលទៅវាអត់ឈប់ផងពួកវាឈ្លានពានយកទឹកដីយើងរហូតបណ្ដោយមើលទៅវាអត់មានស្ដាប់ផងវាចង់និយាយថាវាអត់បានបាញ់ចូលគោលដៅឲ្យយើងទេគ្រាន់ថាវាផ្លង់ប្រឆិតការភ័យខ្លាចរបស់យើងពួកក្រុមការងារនៅក្នុងស្រុកអូជ្រៅហ្នឹងក៏ឲ្យយើងជលៀសមកទីសមត្ថភាពចង់ឲ្យអន្តរជាតិយកយុទ្ធធម៌ឲ្យកម្ពុជាផងកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមដូចប្រទេសសៀមទេកាលណាពេលមានសង្គ្រាមវាមិនដែលមានភាពជំរុំចម្រើនឲ្យប្រជាពលរដ្ឋต้องសាងខាងដោយប្រទេសថៃនិងប្រទេសកម្ពុជាទេមានតែភាពហិនហោចសូមឲ្យរដ្ឋាភិបាលមហាអំណាចដែលអាចបញ្ឈប់ការសង្គ្រាមនេះបានសូមជួយមកកម្ពុជាផងប្រជាពលរដ្ឋនៅខាងជោគជ័យចាភីខ្លួនតាំងពីថ្ងៃទី8មកដល់មកវត្តច័ន្ទស៊ីនេះគេផ្លងទៀតឬក្របផ្លងខាងនេះផងអមសងខាងចាហើយថាបើនេះតែនឹមគ្នាចេញទៅវាគ្មានសមត្ថភាពពិបាកដែរកូនពិបាកសំណូមពរឲ្យឈប់បាញ់គ្នាកុំឲ្យពិបាកវេទនាណាកូនអើយចង់បានតែសន្តិភាពចង់សំណូមពរឲ្យគាត់ជួយឆាប់បានសន្តិភាពចង់ទៅនៅផ្ទះវិញតែចង់ឲ្យថៃមិនចង់ឲ្យថៃឈប់ឈ្លានពានមកនៅលើទឹកដីយើងទៀតព្រោះផ្ទះខ្ញុំថ្ងៃដំបូងគេឆេះថ្ងៃដំបូងគេមកព្រោះខ្ញុំនៅជួមមុខនៅជាប់នឹងថៃនៅចិត្តគ្នាចាពេលអញ្ចឹងវាផ្លាំងចូលមកចំផ្ទះខ្ញុំដំបូងប្រជាពលរដ្ឋព្រំដែនចង់បានអីចង់បានសន្តិភាពចង់បានប្រកបរបរដូចពីមុនវិញសូមតែសន្តិភាពវិញខ្ញុំឃើញជាក់ស្ដែងបាញ់ចូលនៅនឹងជោគជ័យហ្នឹងខ្ទេចអស់មកហើយផ្ទះយើងនៅផ្ទះខ្ញុំនៅនឹងជោគជ័យហ្នឹងឯងនៅនឹងខាមថ្នល់ហើយផ្ទះប្អូននៅពីមុខខ្ទេចឆេះឡានឆេះអីគេអស់លីងខ្ញុំសនំពរអន្តរជាតិសូមសន្តិភាពសូមចង់បានផ្ទះនៅវិញអត់មានផ្ទះនៅហើយស្ពាក់គេច្រើនទៀតខំចាក់ដីនៅធ្វើផ្ទះនៅហើយអត់បាននៅទៀតត្រូវភៀសខ្លួនរត់ឡើងដល់ថ្ងៃទី24ដោយចំនួនភៀសសឹកចូលមកកាន់ស្រុកនិតព្រះមានការកើនឡើងអាជ្ញាធរស្រុកក៏បានគិតគូរបន្ថែមទៀតពីការគិតគូរចំពោះស្បៀងហើយនឹងបញ្ហាផ្សេងៗជាច្រើនក្នុងនោះដែរលោកហ៊ឿនវិរៈដែលជាអភិបាលស្រុកនិតព្រះបានដឹកនាំក្រុមការងារដែលមានការចូលរួមគាំទ្រពីមន្ត្រីកសិកម្មនិងមានការចូលរួមដោយស្ម័គ្រចិត្តផងដែរពីសំណាក់បងប្អូនជនភៀសសឹកដោយនាំគ្នាដាំដុះបន្លែបង្ការដែលងាយស្រួលទទួលបានផលនៅទីតាំងជិតនឹងដីជំរំដើម្បីបន្តធានាការផ្គត់ផ្គង់ស្បៀងបានរយៈពេលយូរនោះអ្វីដែលកាត់មកដំបូងគឺកន្លែងស្នាក់នៅរបស់គាត់បាទកន្លែងស្នាក់នៅស្រុកនិតព្រះយើងនេះមាន 7,200 គ្រួសារមនុស្សជិត 30,000 នាក់ហើយមណ្ឌលធំយើងចែកជា 4 មណ្ឌលអញ្ចឹងយើងមាន 4 មណ្ឌលហើយខ្ញុំបញ្ជាក់ម្ដងទៀតថាគ្រប់មណ្ឌលទាំងអស់
គឺក្រមបច្ចេកទេសខាងកសិកម្មបានធ្វើដូចនេះគឺដាំទាំងអស់ហើយបាទស្របផ្ទៃដីច្រើនបាទផ្ទៃដីច្រើនយើងមានក្រមប្រចាំការមាននៅគ្រប់មណ្ឌលទាំងអស់យើងមានកងកម្លាំងសហការជាមួយវិជាការពារ24ម៉ោងលើ24ម៉ោងមិនឲ្យគាត់មានបញ្ហាផ្នែកសន្តិសុខដាប់ទេបាទចា៎ហើយបញ្ហាសុខភាពអនាម័យបរិស្ថាននេះយើងតែងតែផ្សព្វផ្សាយជូនគាត់ហើយយើងមានពេទ្យប្រចាំការនៅគ្រប់មណ្ឌលទាំងអស់បាទពេទ្យយើងអាចមានពេទ្យមណ្ឌលសុខភាពហើយនឹងយើងមានឡានអំបឡងសម្រាប់ករណីខ្លះគាត់ហើយធ្ងន់ធ្ងរយើងអាចបញ្ជូនទៅបន្ទាន់បាទយ៉ាងណាក៏ដោយពលរដ្ឋភាគសឹកនៅតែទទូចចង់បានសន្តិភាពឡើងវិញដោយមិនចង់រត់ភៀសខ្លួនពីកន្លែងមួយទៅកាន់កន្លែងមួយបែបនេះនោះទេពលរដ្ឋភាគសឹកនៅតែបន្តអំពាវនាវទៅដល់អន្តរជាតិឲ្យជួយដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសថៃដើម្បីបញ្ឈប់នៃការឈ្លានពានមកលើកម្ពុជាហើយនឹងត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីវិញកម្ពុជាត្រូវការតែសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារគឺបានទៅទូចដល់លោកដូណាល់ត្រាំដាក់សម្ពាធទៅលើប្រទេសថៃឈប់ប្រើនៅយន្តហោះ F16 បំផិតបំភ័យពលរដ្ឋដែលស្នាក់នៅមណ្ឌលសុវត្ថិភាពនិងទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញផ្ទះសម្បែងសាលារៀនផ្លូវស្ពានជាដើមលើពីនេះជនភៀសសឹកទាំងនោះបានទៅទូចដល់អន្តរជាតិជាពិសេសលោកដូណាល់ត្រាំដែលបានធ្វើជាសាក្សីចូលរួមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូដាក់សម្ពាធទៅលើប្រទេសថៃបញ្ចប់សង្គ្រាមជាមួយកម្ពុជានិងហាមយោធាថៃឈប់ប្រើនៅយន្តហោះ F16 បំផិតបំភ័យពលរដ្ឋស្នាក់នៅមណ្ឌលសុវត្ថិភាពនិងទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញផ្ទះសម្បែងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅតំបន់ពលរដ្ឋរស់នៅខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិជាទីលគងជាប់នឹងទឹកដីអានសេះស្រុកចងសានមានការទុកលំបាកខ្លាំងណាស់ដោយសារប្រទេសមហាអំណាចទាំងអស់អត់សូវអើពើជួយដល់ប្រទេសដែលក្រីក្រដូចជាប្រទេសកម្ពុជាខ្ញុំសូមអំពាវនាវដល់លោកមហាអំណាចដូចជាសហរដ្ឋអាមេរិកសូមកុំអោយយន្តហោះ F16 របស់សៀមចូលមកទន្ទ្រានទម្លាក់គ្រាប់គ្រប់បែបយ៉ាងដល់ខ្ញុំដែលជាប្រជាពលរដ្ឋស្រូតត្រង់ដែលមិនដឹងអីនេះធ្វើឲ្យកូនចៅមិនបានរៀនរត់ជាលើកច្រើនសារដោយសារតែសង្គ្រាមព្រោះចោលសៀមដែលឈ្លានពានមកលើប្រទេសកម្ពុជាសូមអស់លោកមហាអំណាចឈប់ដាក់ផ្ដន់ទាទោសដល់ចោលសៀមដែលឈ្លានពានប្រើ F16 ទម្លាក់មកលើប្រទេសកម្ពុជាបាទសូមអំពាវនាវដល់អស់លោកមហាអំណាចដូចជាសហរដ្ឋអាមេរិកហ្នឹងសូមឲ្យបិទយន្តហោះ F16 ទម្លាក់ធ្វើបាបរាជស្លូតត្រង់ដែលមិនដឹងអីសូមអស់លោកជួយលន់ស្នូសឹងបាយកដាស់ជាខ្ញុំទៅចេញមកក្រោយគេថ្ងៃទី10ឯងពេលធានាណាកូនទុយអត់បានរៀនសូត្រទេរយៈពេលជាងកន្លះឆ្នាំហើយរត់រហូតសូមអស់លោកជួយឈប់ឲ្យសៀមប្រើយន្តហោះ F16 ទៀតទៅគេអាងតគាត់ជាប្រទេសអ្នកមានគាត់មកធ្វើបាបយើងប្រជាពលរដ្ឋដែលស្លូតត្រង់ហើយជាជនដែលរងគ្រោះហើយក្រទៀតប្រទេសយើងមានអីតតាំងនឹងគេពួកយើងសុំតែសុខសន្តិភាពទេប្រទេសយើងអត់ចង់បានអីទេរាល់ថ្ងៃនេះចង់បានតែសុខសន្តិភាពត្រឡប់ទៅផ្ទះសម្បែងវិញប្រកបមុខរបរប្រចាំថ្ងៃរៀងខ្លួនទេគ្មានអ្នកណាចង់បានអីទេហើយយើងក៏អត់មានឈ្លានពានអីដែរយើងនៅតែយើងគេមកឈ្លានពានយើងមុនតាអញ្ចឹងខ្ញុំសំណូមពរឲ្យអង្គការសហជីវជាតិនឹងជួយស្រាវជ្រាវឲ្យស៊ើបអង្កេតក្នុងរឿងនឹងផងព្រោះឲ្យពួកខ្ញុំសូមតែសុខសន្តិភាពទេរាល់ថ្ងៃចង់តែត្រឡប់ផ្ទះវិញទេអត់មានចង់រស់នៅអញ្ចឹងទេខ្ញុំសូមសំណូមពរឲ្យពួកគាត់មហាដឹកនាំធំនឹងជួយកូនចៅផងកូនចៅពិបាកណាលោកដូណាល់ត្រាំជួយឲ្យកុំឲ្យថៃគាត់ប្រើយន្តហោះនឹងពួកខ្ញុំខ្លាចណាគាត់តែលឺសំឡេងក៏ពួកខ្ញុំស្លុតដែរមិនបាច់ចាំគេទម្លាក់គ្រាប់ទេគាត់ទៅគាត់បើកពីលើក្បាលពួកខ្ញុំនឹងក៏ពួកខ្ញុំស្លុតដែរនាំគ្នារត់ចែកជើងគ្នាអស់ហើយខ្ញុំសូមសនុំពរឲ្យពួកគាត់ជួយពួកខ្ញុំផងពួកខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់មិនដែលចង់បានអ្វីពីប្រទេសជិតខាងណាឡើយខ្ញុំសូមតែសុខទេរាល់ថ្ងៃនេះជាសន្តិភាពសំខាន់ណាស់សម្រាប់ពួកខ្ញុំជាប្រទេសដែលក្រីក្រពួកខ្ញុំមិនចង់បានអីទេរាល់ថ្ងៃនេះសូមតែមករស់ទេចាសូមឈប់ឈ្លានពានកម្ពុជាទៀតទៅកម្ពុជាសូមតែសុខសន្តិភាពទេមិនចង់បានអ្វីទៀតទេ
ខ្ញុំនៅមុំបីប្របាក់រត់បាក់លូនណាក្របខាងមុខខាងក្រោយភ័យតើស្ងាយដេកអត់លក់ទេដេកយុបឮសំឡេងជន់ហោះខ្លាចគេទលាក់កូនណែចៅផងស្អីផងញិករញាក់នឹងរត់ទៅផ្លោះណាបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថាក្នុងសង្គ្រាមជាមួយប្រទេសកម្ពុជាយោធាថៃបានប្រាស្រ័យសពាវុធធនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរួមទាំងការប្រាស្រ័យយន្តហោះចម្បាំង F-16 របស់អាមេរិកយន្តហោះ T-50 រថយន្តបាញ់រ៉ុកែត DTI-2 ដ្រូនទម្លាក់គ្រាប់បែកចង្កោមនិងបាញ់ផ្សែងពុលជាដើមដើម្បីទន្ទ្រានយកទឹកដីកម្ពុជាដែលសកម្មភាពទាំងអស់នេះគឺជាការរំលោភយ៉ាងច្បាស់ក្រឡែតនិងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិបាទប្រិមត្តទីមត្រីអ្វីដែលរំលេចបន្ថែមទៀតការគិតគូរខ្ពស់របស់ក្រមការងាររបស់ប្រទេសកម្ពុជាយើងដែលយើងផ្ដោតទៅខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបើហៅកាត់ថាកើសមកវិញនៅវេលាថ្ងៃទី24ខែធ្នូឆ្នាំ2025នេះបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសកម្ពុជាដោយប្រើប្រាស់សភាវុធធនធ្ងន់យន្តហោះចម្បាំង S-16 និង T-50TH នាវាចម្បាំងការប្រើប្រាស់ផ្សែងពុលនិងគ្រាប់បែកចង្កោមមកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់ខេត្តឧត្តរមានជ័យខេត្តបាត់ដំបងខេត្តព្រះវិហារនិងខេត្តកោះកុងជាក់ស្ដែងគិតមកត្រឹមថ្ងៃទី24ខែធ្នូឆ្នាំ2025នេះប្រជាជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតចំនួន21នាក់និងរងរបួសចំនួន83នាក់ជនភៀសសឹកកើនដល់ទៅចំនួន679,980 នាក់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញរួមមានផ្ទះសម្បែងប្រជាពលរដ្ឋប្រាសាទបុរាណអគារឯកជនអគារស្នាក់នៅសន្តាគារស្ថានីយ៍ប្រេងឥន្ធនៈឃ្លាំងទិញដំឡូងឃ្លាំងទំនិញបង្គោលអង់តែនទូរស័ព្ទសាលារៀនមណ្ឌលសុខភាពអគាររដ្ឋវត្តសាលាឆទានស្ពានផ្សារផ្លូវរថយន្តហើយនិងម៉ូតូផងដែរទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌នេះមិនត្រឹមតែជាការរំលោភអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាជាពិសេសសិទ្ធិរស់រានមានជីវិតនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិលព្រមទាំងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានការពារយ៉ាងគត់មុតដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិលើពីនេះទង្វើបាញ់ប្រហារលើជនស៊ីវិលនិងទ្រព្យសម្បត្តិស៊ីវិលគឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសគោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវនាឆ្នាំ1949និងវិធីសារបន្ថែមពាក់ព័ន្ធដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិលនិងទាមទារឲ្យការពារប្រជាជននៅគ្រប់កលៈទេសៈការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែននិងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀតដោយគ្មានមូលដ្ឋានដែលគ្មានមូលហេតុដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិគឺជាឧក្រិដ្ឋកម្មនៃការឈ្លានពានហើយការវាយប្រហារយ៉ាងទូលំទូលាយនិងជាប្រព័ន្ធលើជនស៊ីវិលនិងទ្រព្យសម្បត្តិស៊ីវិលព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទង្វើដែលមិនអាចទទួលយកបានទាំងនេះត្រូវតែមានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាកសមកនឹងដាក់ញត្តិបន្ទាន់បន្ថែមទៀតលើករណីអំពើហិង្សានិងយងខ្នងរបស់រដ្ឋាភិបាលនិងយោធាថៃប្តឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវនិងភាគីពាក់ព័ន្ធដទៃទៀតឲ្យថ្កោលទោសដាក់សម្ពាធនិងចាត់វិធានការគ្រប់យន្តការជាបន្ទាន់និងយ៉ាងម៉ឺងម៉ាត់ព្រមទាំងទាមទារឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ញត្តិទាំងនេះគឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីមកលើប្រទេសកម្ពុជានោះគួរឲ្យដឹងផងដែរថាយោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសារមកលើកម្ពុជាដែលឥតឈប់ឈរដោយប្រើប្រាស់នូវអាវុធធុនធ្ងន់រួមទាំងយន្តហោះចម្បាំង S-16 និង T-50TH យ៉ាងជ្រៅមកដៃអធិបតេយ្យភាពរបស់កម្ពុជាហើយបានបង្ហាញថាការឈ្លានពានយ៉ាងច្បាស់មិនមែនជាបញ្ហាចំនួនព្រំដែនឡើយហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងជាពិសេសកិច្ចព្រមព្រៀងបទជបាញ់
និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមជានេះទៅទៀតនោះថ្មីនេះអាយដាម Donald J. Trump បានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃគឺជាអ្នកចាប់ផ្ដើមឈ្លានពានមកលើប្រទេសកម្ពុជាមុនហើយកម្ពុជាពិតជាប្រទេសរងគ្រោះដោយការឈ្លានពានពីខាងថៃនិងមានសិទ្ធិពេញលេញក្នុងការប្រើសិទ្ធិការពារខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិកសមកអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិអង្គការសហប្រជាជាតិអង្គការសិទ្ធិមនុស្សអន្តរជាតិនិងតំបន់ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យប្រើប្រាស់គ្រប់យន្តការនិងសម្ពាធផ្សេងៗដើម្បីបង្ខំឲ្យប្រទេសថៃបញ្ឈប់ភ្លាមៗនៅទង្វើឈ្លានពានការប្រើកម្លាំងយោធានិងការបាញ់ប្រហារលើជនស៊ីវិលក៏ដូចជាការធានាឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះទូរទស្សនិកជនសម្ដេចកតេប្រិទ្ធបណ្ឌិតប៊ុនអរនីហ៊ុនសែនគឺបានអញ្ជើញចូលសួរសុខទុក្ខដល់វរយុទ្ធជនដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខាងខេត្តកំពង់ធំក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដល់ជ្រាលជ្រៅបំផុតចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិនាព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះសម្ដេចគតិប្រិបណ្ឌិតប៊ុនអរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង្អាចក្លាហានដែលរងរបួសនិងពលផ្សែងក្នុងសមរភូមិកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំនេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី3របស់អ្នកម្ដាយមនុស្សធម៌ដើម្បីលើកទឹកចិត្តផ្ដល់ភាពកក់ក្ដៅនិងផ្ដល់ក្តីសង្ឃឹមដល់ធំធេងដល់វីរយុទ្ធជនដ៏អង្អាចក្លាហានរបស់យើងដែលសម្ដេចគតិប្រិបណ្ឌិតប៊ុនអរនីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជននិងក្រុមគ្រួសារក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកនៅក្នុងឱកាសចុះសួរសុខទុក្ខនេះសម្ដេចគតិប្រិបណ្ឌិតប៊ុនអរនីហ៊ុនសែនមានក្តីអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមាមានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលីនិងលះបង់កម្លាំងកាយចិត្តបំពេញការងារបេះដូងនិងឆន្ទៈខ្ពស់បំផុតក្នុងការការពារបូរណភាពទឹកដីលះបង់ឈាមស្រស់សាច់ស្រស់បូជាជនជាតិមាតុភូមិដោយក្តីមោទនភាពជាទីបំផុតទន្ទឹមនឹងនេះសម្ដេចគតិប្រិបណ្ឌិតក៏បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយានិងក្រុមគ្រួសាររបស់វីរយុទ្ធជនដែលពិតជាមានការលះបង់ខ្ពស់បំផុតឲ្យស្វាមីទៅសមរភូមិមុខដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងឱកាសនោះសម្ដេចគតិប្រិបណ្ឌិតក៏បាននាំនៅព្រះរាជបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខព្រះតីអណ្ឌិតអាសូរក្តីមេត្តាករុណាពីសំណាក់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង្អាចក្លាហានហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើងនិងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូបសូមឆាប់បានជាសះស្បើយឡើងវិញបន្ទាប់ពីបានជួបសម្ដែងសម្ណាដោយផ្ទាល់នៅតាមបន្ទប់និងក្រែតនីមួយៗវីរយុទ្ធជននិងក្រុមគ្រួសារមានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅដែលនេះជាការផ្ដល់កម្លាំងចិត្តមួយដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់វីរយុទ្ធជនទាំងអស់ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរវីរយុទ្ធជននិងគ្រួសារបានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចគតិប្រិបណ្ឌិតប៊ុនអរនីហ៊ុនសែនដែលតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋជានិច្ចតែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូបពលគឺទីណាដែលមានទុក្ខលំបាកទីនោះគឺមានបេះដូងនិងទឹកចិត្តសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌វីរយុទ្ធជនទាំងអស់និងក្រុមគ្រួសារសូមប្រសិទ្ធពរជូនសម្ដេចគតិប្រិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជនមាយុយឺនយូរដើម្បីជាម្លប់ដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជារៀងដរាប
សូមបញ្ជាក់ថាវីរយុទ្ធជនដែលរងរបួសនិងពលផ្សាញក្នុងសមរភូមិទទួលបាននូវការឧបត្ថម្ភពីសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជារួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនជាមួយគ្នានេះសម្ដេចគតិប្រិបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា40លានរៀលជូនដល់មន្ទីរពេទ្យសម្រាប់ដោះស្រាយអាហារដល់វីរយុទ្ធជនក្នុងអំឡុងពេលសម្រាប់ព្យាបាលនេះផងដែរលើសពីនេះទៅទៀតតាមសំណូមពររបស់មន្ទីរពេទ្យខេត្តកំពង់ធំសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភម៉ាស៊ីនថតឆ្អឹងពេលវះកាត់ស៊ីអាមមួយគ្រឿងនិងម៉ាស៊ីនថតកាំរស្មី X ចល័ត X-ray មួយគ្រឿងជូនមន្ទីរពេទ្យដែលមានតម្រូវការចាំបាច់សម្រាប់សេវាកម្មសុខាភិបាលនៅក្នុងមន្ទីរពេទ្យទន្ទឹមនឹងនេះសម្ដេចគតិប្រិបណ្ឌិតបានឧបត្ថម្ភទឹកបរិសុទ្ធ V Active ចំនួន200កេសនិងភេសជ្ជៈ V Cola ចំនួន200កេសជូនដល់រដ្ឋបាលខេត្តកំពង់ធំសម្រាប់ប្រើប្រាស់តាមការចាំបាច់ផងដែរជាការគិតគូរខ្ពស់មួយទៀតដើម្បីជាការទំនុកបំរុងនិងការត្រៀមបាទនៅប្រព័ន្ធស្បៀងឲ្យបានល្អប្រសើរជូនទៅដល់បងប្អូនយើងឃើញថាជនពិសឹកនៅក្នុងខេត្តព្រះវិហារនៅថ្ងៃនេះបានបន្តចូលរួមដាំបន្លែបង្ការជាច្រើនបាទជាមួយនឹងអាជ្ញាធរនៅក្បែរនឹងជំរុំជនពិសឹកនៅតែម្ដងដើម្បីទប់ស្កាត់នឹងការផ្គត់ផ្គង់ទៅដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋលោកយងកំហ៊ានដែលជាអភិបាលរងខេត្តព្រះវិហារនិងជាអ្នកគ្រប់គ្រងមួយរូបនៅឯមណ្ឌលសុវត្ថិភាពជនពិសឹកស្ថិតនៅក្នុងខេត្តព្រះវិហារនោះបានថ្លែងឲ្យដឹងថាជាការចូលរួមក្នុងចលនាយើងរួមគ្នាដើម្បីជាតិដែលជាគំនិតមួយផ្ដើមរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលជាអគ្គស្នងការសមាគមកាយរដ្ឋមន្ត្រីកម្ពុជាអាជ្ញាធរខេត្តនិងជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពនេះបានរួមគ្នាដាំបន្លែបង្ការឆាប់ប្រមូលផលដូចជាត្រកួននិងស្ពៃបាននៅលើផ្ទៃដីប្រមាណជា1ហិកតាលោកក៏បានបញ្ជាក់ដែរថាតាមការអង្កេតជនភៀសសឹកស្នាក់នៅទីនេះភាគច្រើនគឺចេះដាំបន្លែទាំងអស់ហើយការចូលរួមដាំបន្លែនេះអាចធ្វើឲ្យជនភៀសសឹកគឺថាកាត់បន្ថយនៅភាពតានតឹងក្នុងអារម្មណ៍បានមួយកម្រិតផងដែរនៅក្នុងទីតាំងនេះយើងមានដីចំនួន2កន្លែងហើយប្រហែលជា1ហិកតាប្រហែលជា1ហិកតាឬមួយក៏អាចស្ទើរតិចតួចដោយសារនៅទីតាំងនេះជាក់ស្ដែងយើងមានពីចែកជាពីស្តង់ហើយគឺមានមួយចំហៀងសម្រាប់ឃុំចំសានហើយមួយចំហៀងសម្រាប់ឃុំស្អែមដោយសារតែគាត់មានចំនួនគ្រួសារច្រើនហើយមួយទីតាំងទៀតយើងមាន2ស្តង់ហើយ2ស្តង់នោះគឺយើងមាន4ឃុំដោយសារឃុំគាត់តិចដោយសារមួយស្តង់របស់គាត់យើងច្បាច់2ឃុំចូលគ្នាអញ្ចឹងយើងមានឃុំពីនៅទីនោះយើងមានសរុបទាំងអស់គឺ2ឃុំដូចគ្នានៅទីតាំងនោះហើយចំណែកទីតាំងនេះគឺយើងមានទីតាំងដែរហើយចំពោះបន្លែដែលយើងគ្រោងធ្វើការដាំដុះនៅទីនេះគឺយើងដាំបន្លែរយៈពេលខ្លីមុនយើងដាំបន្លែរយៈពេលខ្លីមុនយើងគ្រោងដាំតកួនហើយនឹងស្ពៃហើយដោយសារតកួនយើងគ្រោងដាំនេះហើយតាមមន្ត្រីជំនាញរបស់កសិកម្មគាត់បានបញ្ជាក់គឺយើងដាំរយៈពេលតែ20ថ្ងៃគឺយើងបានទទួលផលហើយចំពោះស្ពៃមានរយៈពេលតែ30ថ្ងៃយើងនឹងបានទទួលផលហើយអញ្ចឹងយើងគ្រោងដាំបន្លែរយៈពេលខ្លីដើម្បីធ្វើការផ្គត់ផ្គង់មុនហើយគឺយើងក៏គ្រោងមានដាំល្ពៅសម្រាប់យកត្រួយប៉ុន្តែវាមានរយៈពេលយូរបន្តិចអញ្ចឹងហើយចំពោះមុខនេះយើងនឹងដាំបន្លែដែលឆាប់បានទទួលផលមុននៅទីនេះគឺមានការយកចិត្តទុកដាក់ខ្ពស់ណាស់ពីឯកឧត្តមគឹមធីអភិបាលខេត្តគឺឯកឧត្តមតែងតែចោះត្រួតពិនិត្យជាប្រចាំក្នុងមួយថ្ងៃម្ដងឬ2ដងអញ្ចឹងឯកឧត្តមបានផ្ដោតទស្សនវិស័យរបស់ឯកឧត្តមគឺដាក់ទស្សដៅសំខាន់ជាងគេគឺ2ចំណុចហ្នឹងគឺទី1ចូលហើយនឹងចេញចូលហ្នឹងគឺឯកឧត្តមផ្ដោតទៅលើការហូបចុកការស្នាក់នៅហើយជាពិសេសនោះគឺទឹកស្អាតការប្រើប្រាស់ទឹកស្អាតអញ្ចឹងហើយបានឯកឧត្តមជំរុញលើការរៀបចំប្រព័ន្ធទឹកស្អាតសម្រាប់ឲ្យបងប្អូនហូបចុកខ្លាចប៉ះពាល់ទៅលើជំងឺផ្សេងជាពិសេសជំងឺរាករូសពីព្រោះរដូវនេះតិចទៀតយើងនឹងឈានដល់រដូវក្តៅវាប្រឈមនឹងការរាករូសហើយអញ្ចឹងហើយបានឯកឧត្តមបំពាក់នៅម៉ាស៊ីនចម្រោះទឹកដែលមានលទ្ធភាពផលិតក្នុង1ម៉ោងបានចំនួន 5000 លីត្រហើយចំណែករីឯគិតគូរទៅលើកន្លែងចេញហ្នឹងគឺឯកឧត្តមអាបាខេត្តជំរុញផ្ដោតសំខាន់គឺប្រព័ន្ធការរៀបចំបន្ទប់ទឹកកន្លែងមុជទឹកកន្លែងបត់ដៃបត់ជើងហ្នឹងគឺចាត់តាំងក្រុមការងារធ្វើការសម្អាតជាប្រចាំក្នុងមួយថ្ងៃ2ដងព្រឹកឡើងធ្វើការសម្អាតលាងសម្អាតអនាម័យហើយពេលរសៀលត្រូវលាងសម្អាតអនាម័យម្ដងទៀតហើយមួយទៀតឯកឧត្តមអាបាខេត្តគិតគូរទៅដល់សុខភាពរបស់ស្ត្រីថែមទៀតអញ្ចឹងកន្លែងមុជទឹកមួយចំនួនទៀតយើងនឹងធ្វើការបន្ថែមទៀតដោយយកការត្បាំង
ក្រៅពីបន្ទប់ទឹកដែលអាយដាមធ្វើហើយនឹងមានកន្លែងមុជទឹកចល័តមួយចំនួនទៀតនឹងរៀបចំជាតង់ជាអីបាំងដើម្បីផ្ដល់សុវត្ថិភាពចំពោះនារីបងប្អូនដែលជានារីដែលស្នាក់នៅទីនេះបន្ថែមទៀតដល់ឡែកបងប្អូនជាជនភៀសសឹកបានបញ្ជាក់ដែរថាការដាំបន្លែបង្ការដោយផ្ទាល់ដៃគឺថាមានសុវត្ថិភាពជាងបន្លែទិញគេព្រោះមិនប្រើប្រាស់ជាតិគីមីហើយធ្វើឲ្យសុខភាពល្អប្រសើរជនភៀសសឹកទាំងអស់នោះបន្តថាពេលដាំដុះបន្លែរួចនឹងនាំគ្នាថែទាំបានល្អដើម្បីឆាប់ប្រមូលផលយកទៅធ្វើម្ហូបមានការលំបាកខ្លាំងប៉ុន្តែបានក្រុមការងារខេត្តកាកបាទក្រហមនិងក្រុមការងាររបស់លោកជំទាវពេជ្រច័ន្ទមនីគាត់បានយកចិត្តទុកដាក់ទៅលើក្រុមគ្រួសារនិងក្រុមជនភៀសសឹកនាងខ្ញុំដែលប្រចាំនៅក្នុងវត្តនេះដែលមានការឈ្លានពានពីចៅសៀមដែលធ្វើឲ្យពួកខ្ញុំនឹងព្រាត់ប្រាសពីលំនៅឋានរបស់ខ្លួននិងមិនបានទៅនៅភូមិឋានរបស់ខ្លួនឬក៏មួយទៀតក៏បាត់បង់ទ្រព្យសម្បត្តិដែលខ្លួនរើបានបន្តិចបន្តួចអញ្ចឹងពួកខ្ញុំនៅទីនេះមានការលំបាកខ្លាំងហើយថ្ងៃនេះដែរពួកខ្ញុំនៅក្នុងសហគមន៍ឃុំជាំខ្សានបាននាំគ្នាធ្វើការកាប់គាស់ដាំដុះបន្លែរយៈពេលខ្លីដើម្បីផ្គត់ផ្គង់ជីវភាពទោះបីជាមានការផ្គត់ផ្គង់ពីខាងក្រៅពិតមែនប៉ុន្តែវាមិនដូចការអ្វីដែលយើងធ្វើដោយខ្លួនឯងអញ្ចឹងនេះគឺជាសកម្មភាពដែលពួកខ្ញុំបានធ្វើការដាំដុះបន្លែខ្នាតតូចឬក៏ហៅថារយៈពេលខ្លីអញ្ចឹងអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំពួកយើងខ្ញុំដែលជាជនភៀសសឹកដែលមករស់នៅទីនេះដើម្បីធ្វើការដាំដុះដើម្បីឲ្យមានបន្លែសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃព្រោះពួកខ្ញុំជាជនភៀសសឹកដែលមកនៅទីនេះមិនមានចំណូលទេចាខ្ញុំមកដាំបន្លែនេះពួកខ្ញុំចូលចិត្តដាំណាស់ហើយនឹងក៏ស្រឡាញ់របស់ដែលដាំធម្មជាតិផ្ទាល់ខ្លួនឯងចាមកដល់ចេះបើថាមកដល់មានការងារធ្វើជាសហគមន៍ក្តីក៏ខ្ញុំសប្បាយរីករាយដែរព្រោះបានធ្វើទៅកាត់បន្ថយខ្លះអញ្ចឹងទៅហើយក៏បានមិនដឹងពេលណាទៅក៏បានបន្លែនឹងហូបបដោះអាសន្នអាចបានអញ្ចឹងទៅចាជួយគ្នាស្រោចទឹកហើយដាក់ជីចាយើងរួមគ្នាដើម្បីកាត់បន្ថយដោយថាយើងនឹកផ្ទះណាមួយយើងមិនដឹងទៅអីបានទេមានតែយើងជួយគ្នាដាំបន្លែនេះហើយគេឲ្យមកដាំនេះដើម្បីកាត់បន្ថយលុយកាក់ក្នុងគ្រួសារបានជាបន្លែហូបមកបាក់ទិញគេហើយដូចជាតកួនអីដែលយើងដាំឆាប់បានហូបលឿនបានហូបបាទគួរបញ្ជាក់ផងថាចលនាយើងរួមគ្នាដើម្បីជាតិព្រួយផ្ដើមគំនិតដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជាក្នុងគោលបំណងបំផុសសកម្មភាពដាំដុះបន្លែដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀនតាមផ្ទះសម្បែងវត្តអារាមនិងដីសហគមន៍សម្ដៅកសាងកសិផលជាតិនិងដើម្បីទ្រទ្រង់ដល់វរៈកងទ័ពវរៈនគរបាលជួមមុខការពារព្រំដែនហើយនិងជនភៀសសឹកដោយសារតែការឈ្លានពានពីប្រទេសថៃបច្ចុប្បន្នចលនានេះមានការចូលរួមយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរាប់បញ្ចូលទាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកផងដែរសម្រាប់សិស្សភៀសសឹកដែលរត់មកតាមឪពុកម្ដាយរបស់ពួកគេបានលើកឡើងថាទោះបីជាភៀសសឹកយ៉ាងណាក៏ដោយប៉ុន្តែពួកគេមិនបោះបង់នៅការសិក្សានោះទេពួកគេនឹងប្រែក្លាយពីការឈឺចាប់ដោយការឈ្លានពាននេះទៅជាការបដិញ្ញាទៅជាការខិតខំប្រឹងសិក្សាដើម្បីអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើននេះគឺជាការលើកឡើងរបស់សិស្សភៀសសឹកដែលបានផ្លាស់មកសិក្សានៅវិទ្យាល័យហ៊ុនសែនសេរីភាពក្រុងតាខ្មៅខេត្តកណ្ដាលបាទពីព្រោះខ្ញុំអត់បោះបង់ការសិក្សាពីព្រោះការសិក្សាជាការសិក្សាវាជំរុញឲ្យយើងទៅផ្លូវខាងមុខដើរផ្លូវស្គាល់ផ្លូវដែលសង្គមត្រូវការបើមិនជាយើងបោះបង់ការសិក្សាដូចជាយើងបោះបង់អនាគតខ្លួនឯងចោលចឹងលោកគ្រូសង្គមជាតិត្រូវការណាមួយយើងរៀនដើម្បីគ្រួសារដើម្បីសង្គមជាតិដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍបន្តទៅមុខទៀតបានយ៉ាងរលូនលោកគ្រូកាតព្វកិច្ចខ្ញុំជាយុវជនហើយជាសិស្សមួយរូបត្រូវខិតខំរៀនសូត្រដើម្បីឲ្យសង្គមជាតិមានមុខមាត់និងលើកមុខមាត់គ្រួសារលោកគ្រូបន្តទៅថ្ងៃមុខចង់ឲ្យសង្គមជាតិយើងមានការអភិវឌ្ឍបន្តទៅមុខទៀតលោកគ្រូខ្ញុំចង់លើកទឹកចិត្តឲ្យបងនៅតាមព្រំដែនដែលគាត់ភៀសសឹកមកកុំបោះបង់ការសិក្សាលោកគ្រូព្រោះថាការសិក្សាវាសំខាន់ណាស់ដោយសារតែសង្គមជាតិកំពុងតែត្រូវការអ្នកចេះនិងធនធានល្អអញ្ចឹងហើយខ្ញុំតែងតែខិតខំនឹងរិះរកវិធីដើម្បីឲ្យ
បានរៀនបន្តពីព្រោះថាវាសំខាន់និងនៅពេលដែលយើងចេះសង្គមត្រូវការយើងមានចំណេះដឹងយើងអាចរៀនយើងបកកាយយើងមានបទពិសោធន៍អញ្ចឹងធ្វើឲ្យយើងខ្លាំងនៅយើងជាហៅយើងអាចនេះបានណាយើងអាចទៅប្រកួតប្រជែងនឹងគេបានសម្រាប់ខ្ញុំជាជនភៀសសឹកសូមអំពាវនាវទៅជនភៀសសឹកដែលមាននៅសុវត្ថិភាពក៏ដោយផ្លាស់ទៅសាលាផ្សេងក៏ដោយកុំបោះបង់ការសិក្សាចោលព្រោះការសិក្សាវាសំខាន់សម្រាប់ជាតិដោយសារតការសិក្សាគឺជាចំណុចមួយដែលវាជាស្ពានធ្វើឲ្យយើងមានអនាគតល្អហើយណាមួយជាយុវជនចឹងខ្ញុំអត់ត្រូវការបោះបង់ខ្ញុំអត់ត្រូវបោះបង់ការសិក្សាទេយើងជាតំពាំងស្នងរិស័យរបស់ប្រទេសជាតិបើសិនជាយើងបោះបង់ទៅអានឹងដូចឲ្យប្រទេសផ្សេងអាចជន់ឈ្លីយើងបានចឹងចាហើយខ្ញុំចង់រៀននឹងដើម្បីមានចំណេះដឹងច្រើនយកមកអភិវឌ្ឍប្រទេសដើម្បីកុំឲ្យប្រទេសដទៃឈ្លានពាននិងបៀតបៀនប្រទេសយើងបានទៀតមិនឲ្យគេជន់ឈ្លីបានទេខ្ញុំភៀសសឹកមកពីក្រុងប៉ោយប៉ែតហើយនៅភូមិក5ខ្ញុំមករៀននៅនេះដោយសារតែខ្ញុំមានសាច់ញាតិនៅនេះហើយគ្រួសារក៏ចង់ឲ្យមករៀននៅនេះដើម្បីកុំឲ្យខាត់បង់ការសិក្សាដោយសារតែខ្លាចពេលនៅពេលសាលាបើកទៅខ្លាចពួកសៀមវាបាញ់ទៀតអញ្ចឹងយើងរត់វាពិបាកទៅវិញទៅមកអញ្ចឹងគាត់ឲ្យរៀននៅនេះក៏ដោយនៅនឹងរហូតចប់ទី12មកឬបែបណាចាខ្ញុំក្រុងចប់តទី12រៀននៅនឹងរហូតមកការសិក្សាទី1វាផ្ដល់ប្រយោជន៍ដល់ខ្លួនខ្ញុំផ្ទាល់សម្រាប់ឥឡូវហ្នឹងហើយនឹងពេលអនាគតបើយើងមានការសិក្សាខ្ពស់យើងស្រួលរកនៅក្នុងការងារធ្វើហើយយើងចាំខ្លួនឯងបានយើងមានជីវិតយើងឯករាជ្យហើយទី2ហ្នឹងសម្រាប់សង្គមនិងប្រទេសជាតិយើងដោយសារតែសង្គមត្រូវការអ្នកដែលចេះដឹងអញ្ចឹងយើងត្រូវតែមនុស្សយើងត្រូវតែមានចំណេះដឹងហើយយើងយកចំណេះដឹងទៅអភិវឌ្ឍប្រទេសជាតិរបស់យើងហើយវាផ្ដើមចេញពីខ្លួនយើងម្នាក់ៗផ្ទាល់ប្រិមត្តប្រទេសនិកជនជាទីគោរពនិងជាទីមេត្រីលោកនាងបានតាមដានទស្សនានៃការជម្រាបជូននៅព័ត៌មានសំខាន់របស់ទូរទស្សន៍យ័ន្តនៅគណៈនេះគណៈពេលនេះក្រុមការងារទាំងអស់គ្នាសូមអរគុណនិងសូមគោរពលា